សួស្តីអ្នកទាំងអស់គ្នាថ្ងៃនេះខ្ញុំមកធ្វើស៊ុបពងមាន់ភាសាអង់គ្លេសគេហៅ egg drop ស៊ុបហ្នឹងណាហើយសម្រាប់ស៊ុបពងមាន់នេះគឺខ្ញុំយកទៅសួរសុខទុក្ខបងថ្លៃខ្ញុំនៅមន្ទីរពេទ្យដែលគាត់ទៅតែសម្រាប់កូនអញ្ចឹងណាយើងចង់សួរសុខទុក្ខគាត់ទៅយើងមានអីរបស់អីសម្រាប់ឲ្យគាត់បើអីអញ្ចឹងទៅថាយើងអត់ស្រួលខ្លួនអីក៏យើងញ៉ាំបានដែរណាមិនមែនថាញ៉ាំសម្រាប់តែពេលអត់ស្រួលខ្លួនទេយើងស្រួលខ្លួនធម្មតាក៏យើងញ៉ាំបានដែរឲ្យតែយើងចង់ញ៉ាំយើងធ្វើញ៉ាំទៅហើយវាអត់ពិបាកធ្វើទេបងប្អូនងាយមែនតើអូខេអញ្ចឹងបងប្អូនខ្ញុំបានហាន់បន្លែនេះរួចហើយពណ៌ក្រេនហ្នឹងហើយនឹងក្រត់ក៏យើងហាន់រួចជាមួយនឹងតឡុងប្រាំងខ្ញុំដាក់តឡុងប្រាំងម្ដុំតូចអញ្ចឹងណាដើម្បីឲ្យវាមានជាតិទឹកស៊ុបហ្នឹងអូខេអញ្ចឹងឥឡូវយើងមកគូសពងមាន់ណាបងប្អូនចាយើងគូសពងមាន់អញ្ចឹងទៅដាក់ដៃទៅស្រួលយើងដាក់ទៅលើយើងមានចំបក់យើងយកចំបក់ចេញបងប្អូនទឹកយើងពុះហើយមុនហ្នឹងវាពុះហើយប៉ុន្តែខ្ញុំបន្ថយលបឿនបន្ថយភ្លើងបន្តិចដោយសារតែខ្ញុំអត់ទាន់ធ្វើហើយអញ្ចឹងឥឡូវពួកខ្ញុំធ្វើហើយអញ្ចឹងខ្ញុំមកដាក់បន្លែតាំងពីមុខហ្នឹងព្រោះបន្លែហ្នឹងវារៀងរឹងជាងគេអញ្ចឹងដាក់ឲ្យវាទន់តិចសិនអញ្ចឹងណាហើយក៏វាចេញទឹកស៊ុបយើងហ្នឹងចេញពីបន្លែផ្អែមដែរហ្នឹងហើយបន្ទាប់មកទៀតយើងដាក់គ្រឿងអីតិចតួចទៀតព្រោះទឹករបស់យើងអាហ្នឹងសម្រាប់បងប្អូនណាធ្វើផ្សេងពីខ្ញុំអត់ដឹងទេតែសម្រាប់ខ្ញុំគឺខ្ញុំធ្វើអញ្ចឹងឲ្យវាឆាប់លឿនហើយហ្មងអញ្ចឹងណាហ្នឹងហើយខ្ញុំបន្ថែមខ្ទឹមសបន្តិចហើយខ្ទឹមសហ្នឹងគឺខ្ញុំកិនហើយទុកក្នុងទូហ្មងអញ្ចឹងបងប្អូនបើចង់យើងស្លយើងធ្វើយើងវាយូរព្រោះម្ហូបយើងវាមួយមុខហ្នឹងវាចំណាយពេលយូរដែរអញ្ចឹងវាកាត់បន្ថយពេលវេលាយើងបានច្រើនដែរអញ្ចឹងណាអូខេអញ្ចឹងខ្ញុំមកដាក់គ្រឿងតែម្ដងខ្ញុំមកដាក់ជាមួយនឹងម្សៅ chicken powder ហ្នឹងចាម្សៅស៊ុបមាន់ហ្នឹងខ្ញុំដាក់មកចាភីសិនទៅចាព្រោះខ្ញុំចង់ធ្វើជាងសាបព្រោះស៊ុបហ្នឹងគឺយើងអាចធ្វើប្រៃបានយើងធ្វើសាបសម្រាប់អ្នកដែលគាត់ដូចថាចង់បានកម្លាំងអីចឹងយកពីរបៀបជាតិពីសិតពីអីចឹងណាហ្នឹងហើយអញ្ចឹងខ្ញុំដាក់ម្រេចមកចាភីទូចបានហើយបើសិនជាយើងចង់បានគ្រឿងអីដិតចាស់ជាងនឹងនៅពេលដែលយើងភ្លក់ទៅវាអត់ទាន់គ្រប់គ្រាន់យើងដាក់បន្ថែមទៀតចឹងណាវាយើងដាក់បន្ថែមវាគ្រាន់បើជាងយើងដូចថាប្រៃឲ្យបើយើងថែមថយតាមក្រោយវាពិបាកមានន័យថាវាពិបាកកែមានន័យចេះអើយមិនចេញអូខេយើងដាក់ប៉ុណ្្នឹងសិនទៅហើយយើងដាក់បន្ថែមភ្លើងឲ្យវាឆាប់ពុះបន្តិចដើម្បីយើងដាក់បន្លែហើយនឹងដូចជាពងរបស់គ្រឿងបន្តទៀតចឹងណាបងអូនចាចឹងឥឡូវយើងមកដាក់ពណ៌ក្រេននេះចូលបន្លែពណ៌ក្រេននេះពណ៌ក្រេននេះដាក់ទៅឆ្អិនហ្មងបងអូនហើយឆ្ងាញ់ខ្លាំងហើយខ្ញុំចូលចិត្តអាហ្នឹងស្ងោរតែមួយសាច់ជ្រូកច្រាមណាដាក់មកឲ្យហឹលក៏ឆ្ងាញ់ដែរគឺថាត្រូវជាតិគ្នាបដ ாய் ហ្នឹងឯងបន្ទាប់មកទៀតជប់អាហ្នឹងយើងអាចដាក់នេះសិនដើម្បីយើងខ្ញុំភ្លក់សិនមើលរសជាតិវាមិនដែរសាប្រៃល្មមនៅរៀងសាតិចអូខេយើងមកកោះជាមួយនឹងស្ពងក្រូចចឹងឥឡូវខ្ញុំមកដាក់ទឹកស៊ីអ៊ីវបងអូនទឹកស៊ីអ៊ីវនេះមិនមែនបោះចោលទេណាបងទឹកស៊ីអ៊ីវផលិតមកនៅខាងហ្វីលីពីនណាអញ្ចឹងខ្ញុំប្រាប់ប្រែណាហើយចឹងយើងដាក់ប៉ុណ្្នឹងទៅនេះបើឲ្យមានជាតិតិចចឹងឥឡូវនេះខ្ញុំមកលាយម្សៅពោតអ្នកខ្លះគេហៅម្សៅពោតអ្នកខ្លះទៀតគេហៅម្សៅអីគេមួយទៀតនេះមួយខ្ញុំដាក់2សិនទៅបើសិនជាយើងស្ទើរយើងដាក់តាមក្រោយទៀតព្រោះអត់ដឹងបរិមាណប្រហែលដែរគាត់ថាគ្រឿងផ្សំវាមានប៉ុណ្ណឹងចឹងនិយាយទៅបងប្អូនចង់បានរសជាតិប៉ុណ្ណាដាក់ប៉ុណ្ណឹងទៅខ្ញុំគ្មានក្បួនច្បាប់អីថាត្រូវតែដាក់ប៉ុណ្ណាទេព្រោះវាមិនមែនអ្នកជំនាញទេដែរណាបងអូនហ្នឹងហើយយើងដាក់បន្តិចភ្លក់អញ្ចឹងទៅយើងមើលតាមទឹកស៊ុបរបស់យើងដាក់ប៉ុណ្ណាចឹងណាហ្នឹងហើយខ្ញុំដាក់ភ្លក់ដែរបងប្អូនដល់ពេលយើងធ្វើយូរទៅពេលណាខ្លះអត់ភ្លក់ដែរហ្នឹងព្រោះយើងធ្វើទៅចាំដៃហ៎អញ្ចឹងខ្ញុំដាក់ឥឡូវនេះខ្ញុំដាក់ម្សៅឆាសិនអូហ្នឹងហើយនៅឃើញម្សៅឆាបងប្អូនអូរនឹកមិនឃើញចាពេលខ្លះវាភ្លេចដែរណាបងប្អូនចាមិនមែនថាយើងមកដល់នេះហើយយើងមិនចេះខ្មែរទេប៉ុន្តែយើងវាភ្លេចដែរចាអ្នកខ្លះគេហៅម្សៅ
ចឹងទៅចាំតែម្សៅពោតនោះទៅណាផ្លេចយើងម្សៅឆាងទៅមានចឹងទៀតបងប្អូនហើយឥឡូវខ្ញុំមានអារម្មណ៍ថាវារៀងរាវបន្តិចព្រោះខ្ញុំត្រូវការថែមទឹកទៀតណាចឹងខ្ញុំត្រូវការដាក់វាមួយស្លាបព្រាទៀតណាយើងដាក់តាមនោះចឹងណាខ្ញុំធ្វើញឹកចឹងអីប៉ុន្តែនៅក៏មិនចាំដៃដែរឃើញទេចឹងយើងមិនមែនថា Master Chef អីយើងអ្នកធ្វើម្ហូបធម្មតាញ៉ាំលក្ខណៈបែបគ្រួសារដែរហ្នឹងយើងមិនមែនទៅធ្វើអ្នក professional អីបងប្អូនមិនចឹងអូខេខ្ញុំដាក់ថែមមួយស្លាបព្រាទៀតទៅអ្នកខ្លះគេដាក់ពងមាន់មុនប៉ុន្តែខ្ញុំដាក់នេះមុនដោយសារអីខ្ញុំខ្លាចវាផុលហ៎ពេលយើងដាក់ពងមាន់ទៅវាផុលហ៎បងប្អូនចឹងខ្ញុំដាក់នេះទៅវាផុលទេបងប្អូនអីសាក់ធ្វើសាក់ចង់សាក់មួយណាមុនក៏បានដែរប៉ុន្តែខ្ញុំគិតថាវិធីនេះគឺជាវិធីមួយដែលខ្ញុំធ្វើរួចរាល់ហើយខ្ញុំដឹងថាធ្វើទៅវាអត់ផុលវាអីអញ្ចឹងណាអញ្ចឹងខ្ញុំមកថែមទឹកបន្តិចទៀតសិនព្រោះទឹកនឹងវាស្ទើរខ្ញុំថែមកន្លះលីត្រទៀតណាបងប្អូននេះខ្ញុំថែមប៉ុណ្្នឹងទៀតទៅទឹកស៊ុបយើងគឺល្មមហ្មងមិញហ្នឹងវាស្ទើរបន្តិចខ្ញុំដាក់វាពុះព្រោះយើងអាសាកោកបាតដែរខ្លាចវាក្តាំងបាតអូខេបងប្អូនអញ្ចឹងទឹកយើងពុះហើយឥឡូវនេះខ្ញុំមកចាប់ដើមដាក់ជាមួយនឹងពងមាន់ខ្ញុំអត់មានច្រកអីទៀតទេគឺខ្ញុំដាក់ឆៅយកតែម្ដងប៉ុន្តែខ្ញុំកូរឲ្យញាប់ដៃអញ្ចឹងណាឲ្យតែសាច់ឲ្យសាច់តសៃរបស់ពងមាន់ហ្នឹងគឺថាបានល្អិតអីថារៀងល្វែងអញ្ចឹងណាចានេះរៀបអញ្ចឹងណាចាឲ្យមើលទៅឃើញវាមានសោភ័ណភាពប៉ុន្តែខ្ញុំអត់ដាក់កត្រងជ្រោយទេព្រោះខ្ជិលលាងដែរបងប្អូនចាព្រោះអាកត្រងហ្នឹងយើងបាក់លាងដែរចាអញ្ចឹងខ្ញុំធ្វើអីឆៅកាត់អញ្ចឹងទៅព្រោះរីសាល់វាថាវាមិនខុសគ្នាប្រហែលដែរបងប្អូនចាឃើញទេបងប្អូនឃើញវាតសៃប៉ុន្តែតសៃរបស់ខ្ញុំរៀងធំដោយសារតែខ្ញុំចង់បានរៀងធំដែរធំចឹងទៅវាឆ្ងាញ់ហើយវាសម្រស់វាមើលតាមនឹងដែរចឹងណាចាអូខេឃើញទេខាប់ល្អហើយបងប្អូនអញ្ចឹងសម្រាប់ម្សៅពោតហ្នឹងវាថាម្សៅឆាហ្នឹងគឺខ្ញុំដាក់4សភាបាយបងប្អូន4សភាបាយតែខ្ញុំសភាបាយយើងទូចដែរបន្តិចដែរអញ្ចឹងណាអានេះយើងមើលទៅតាមបរិមាណស៊ុបរបស់យើងដែរប៉ុន្តែខ្ញុំចង់ឲ្យបងប្អូនហ្នឹងនិយាយថាយើងដាក់សំចឹងណាកុំដាក់នេះបើយើងខាប់ពេកក៏ញ៉ាំអត់ឆ្ងាញ់ដែរបងប្អូនវាថាខាប់ពេកចឹងទៅវាដូចវាមិនមែនស៊ុបទេវាទៅជាបបរវិញណាបងប្អូនចាអានេះខ្ញុំគិតថាប៉ុណ្នេះល្មមហ្មងมันរាវពេកហើយក៏មិនខាប់ពេកចាតែយើងដាក់តិចចឹងណាបើយើងដាក់ច្រើនពេកក៏យើងកូរអត់សប់ទៅវាធ្វើឲ្យពងរបស់យើងហ្នឹងវាលក្ខណៈដុំធំនេះដុំធំមួយតែมันជារវៃសំខាន់គឺថារសជាតិឆ្ងាញ់ចាឲ្យតែយើងលាយត្រូវឆ្ងាញ់គឺឆ្ងាញ់ទេបងប្អូនហើយស៊ុបនេះគឺថាញ៉ាំហើយគឺចង់ញ៉ាំទៀតតែម្ដងជាពិសេសគឺមេតិចធ្លាក់ស្នូអីហ្នឹងគឺថាញ៉ាំត្រូវមែនទែនបងប្អូនអើយហើយជាអាហារមួយដែលដូចថាសុខភាពល្អសម្រាប់សុខភាពចាហើយព្រោះនៅក្នុងហ្នឹងវាសិតតែគ្រឿងល្អមានបន្លែចាមានពងមាន់មានអីចឹងទៅចាមើលតាមជាក់ស្ដែងក្នុងវីដេអូហ្នឹងទៅបងប្អូនឃើញហើយចាមិនបាច់ខ្ញុំរៀបរាប់ច្រើនទេចឹងបន្ទាប់មកគឺខ្ញុំដាក់ជាមួយនឹងពងក្រួយនេះគឺខ្ញុំចាក់ទឹកចោលហើយខ្ញុំលាងវាម្សៅសិនណាហ្នឹងហើយចឹងខ្ញុំចាក់វាទៅយ៉ាប់ទាំងពេលប្រហែលគ្រាប់ទេបងប្អូនដឹងដែរបានរាប់ផងដាក់តាមកំប៉ុងហ្នឹងទៅល្មមមួយឆ្នាំងយើងហ្នឹងណាតែបងប្អូនចង់ដាក់ច្រើនជាងហ្នឹងក៏តាមទឹកចិត្តទៅព្រោះអានេះវាជាចំណង់ចិត្តរបស់យើងទេចាបន្ទាប់មកខ្ញុំមកភ្លក់តិចមើលតែយើងភ្លក់ទឹកស៊ុបតិចមកព្រោះទឹកស៊ុបហ្នឹងវាចង់ថាវាពុះហើយរៀងសាបបងប្អូនរៀងសាបទៅនេះគឺយើងអត់ត្រូវការប្រើវាទៀតទេយើងដកចេញវាទៅព្រោះច្រើនពេកចាអញ្ចឹងយើងមកដាក់ទឹកត្រីបន្តិចទៅយើងសាបចឹងយើងស្រួលថែមគ្រឿងបើថាយើងប្រៃយើងចោលបាយស៊ុបហ៎ឃើញបងប្អូនចិត្តឆ្អិនហ្នឹងឃើញអត់បើសិនខ្ញុំអត់ធ្វើវីដេអូបងប្អូនខ្ញុំធ្វើតែមួយផ្លែទេដល់តែពេលយើងធ្វើវីដេអូអញ្ចឹងហ៎និយាយពីថារៀបចំអញ្ចឹងណាដើម្បីឲ្យបងប្អូនហ្នឹងមើលទៅវាតំណងឲ្យចង់មើលអញ្ចឹងណាបើតាមមែនតើគ្មានទេបងប្អូនអើយខ្ញុំដាក់យកហ្នឹងធ្វើតែប្រហែលជា20នាទីនេះហ្នឹងហើយដល់ពេលថតវីដេអូពេលខ្លះ2ម៉ោងបងប្អូនអញ្ចឹងពេលខ្លះបានខ្ញុំហ្នឹងវាខ្ជិលដែរហ្នឹងណាចាមានតែអាសាយប្រហែលអាធ្វើហ្នឹងមិនសូវខ្ជិលទេខ្ជិលជាងគេគឺថតវីដេអូហ្នឹងហ្មងល្មមហើយបងប្អូនប៉ុណ្ណឹងគឺថាល្មមឆ្ងាញ់តែម្ដងរសជាតិគឺឡំចាហើយយើងបន្ថែមជាមួយនឹងជីអីជីវ៉ាន់ស៊ុយចាជីវ៉ាន់ស៊ុយហើយនឹងលខ្ទឹមអីហ្នឹងគឺយើងបន្ថែមតែនៅពេលដែលយើងញ៉ាំណាតែអានេះខ្ញុំអត់មានបន្ថែមអីទៀតទេព្រោះជីនៅតែអត់មានចាអញ្ចឹងយើងដាក់តាមហ្នឹងទៅចាអញ្ចឹងវីដេអូមានតែប៉ុណ្្នឹងទេចាជួបគ្នានៅវីដេអូក្រោយៗទៀតហើយនៅពេលដែលខ្ញុំហើយគឺខ្ញុំយកទៅសួរសុខទុក្ខគាត់ចឹងណាបងប្អូនខ្ញុំអាសាកោតិចខ្ញុំខ្លាចបាតតែខ្ញុំដាក់ភ្លើងតិចដែរឲ្យវាពុះហើយខ្ញុំដាក់ចុះអញ្ចឹងចាំទៅទស្សនាខ្ញុំទៅសួរសុខទុក្ខបងខ្ញុំទាំងអស់គ្នាបាយបាយ